បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដល់មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះក៏ខ្ញុំមានคลิปវីដេអូថ្មីដែរដើម្បីយកមកចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងធ្វើពីរបៀបទាញយកនៅ account Facebook ចាស់ៗដែលយើងបានឈប់ប្រើជាយូរយារណាស់មកហើយនោះហើយមានបងប្អូនខ្លះគាត់បាន comment មកកាន់ channel របស់ខ្ញុំថាសូមឲ្យខ្ញុំនឹងជួយធ្វើជា clip វីដេអូមួយពីរបៀបទាញយកនៅ account Facebook ចាស់ៗបាទយកមកប្រើប្រាស់វិញបាទដែលគាត់អត់ដឹងពីវិធីដើម្បីទាញយកមកប្រើប្រាស់នោះបាទអញ្ចឹងក៏ខ្ញុំថ្ងៃនេះបាទខ្ញុំបានចេញ clip វីដេអូមួយនេះដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាពីវិធីទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់ទី1នៅពេលដែលយើងបានបង្កើតនៅ account Facebook របស់យើងគឺភាគច្រើនគឺបងប្អូនតែងតែភ្ជាប់ជាមួយនឹងឈ្មោះហើយនឹងលេខទូរស័ព្ទហើយនឹង Gmail ប៉ុន្តែបងប្អូនខ្លះទៀតគឺគាត់បានភ្ជាប់តែឈ្មោះហើយនឹងលេខទូរស័ព្ទទេហើយបន្តមកទៀតក៏គាត់បានប្រើទៅគាត់ភ្លេចនៅ password បាទគាត់ភ្លេច password ហើយគាត់នឹងមិនដឹងថាចូលវិញហ្នឹងតាមវិធីណាឬក៏ឆែកតាមវិធីណាទេហើយclip វីដេអូខ្ញុំមុនក៏ខ្ញុំមានបង្ហាញពីវិធីឆែកមើល password នៅក្នុង account Facebook ដែរបាទបងប្អូនអាចចូលមើលបាននៅក្នុង channel YouTube របស់ខ្ញុំហ្នឹងបាទគឺមានការបង្រៀននៅការឆែកមើលនៅ password ខ្លួនឯងបាទហើយអញ្ចឹងវិធីសាស្ត្រដែលយើងអាចធ្វើការទាញនៅ account Facebook បានបាទអញ្ចឹងភាគច្រើនជាទូទៅគឺយើងត្រូវតែចាំ password និងចាំលេខទូរស័ព្ទឬក៏ចាំ Gmail ប៉ុន្តែclip វីដេអូថ្ងៃនេះខ្ញុំបានធ្វើពីរបៀបទាញយកនៅ account Facebook ចាស់ៗដែលយើងបានភ្លេច password ភ្លេច Gmail និងភ្លេចលេខទូរស័ព្ទបាទអញ្ចឹងយើងអាចទាញយកមកវិញបានបាទអញ្ចឹងបងប្អូនអាចទស្សនា clip វីដេអូរបស់ខ្ញុំតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់ទៅគឺបងប្អូននឹងដឹងពីរបៀបទាញយកនៅ account Facebook ចាស់ៗមកលេងប្រើប្រាស់ធម្មតាដូចដើមវិញហើយបាទហើយសម្រាប់បងប្អូនដែលគាត់មើលថ្មីសូមកុំភ្លេចជួយ Subscribe និងសញ្ញារូបទឹកមួយផងដើម្បីទទួលបាននៅ clip វីដេអូថ្មីតោះបាទអញ្ចឹងកុំឲ្យនៅខាតពេលយូរយើងទៅធ្វើទាំងអស់គ្នានៅក្នុងទូរស័ព្ទដៃរបស់យើង Let's goឥឡូវយើងបានចូលមកដល់ទូរស័ព្ទដៃរបស់យើងហើយតោះអញ្ចឹងយើងចូលមកធ្វើការទាញយកនៅ account Facebook ចាស់របស់យើងទាំងអស់គ្នាដែលយើងបានភ្លេចនៅលេខទូរស័ព្ទឬក៏លេខទូរស័ព្ទរបស់យើងហ្នឹងដែលយើងបានឈប់ប្រើហើយនឹងយើងបានភ្លេច email ហើយនឹងpassword បាទហើយ account មួយហ្នឹងដែលយើងបានឈប់ប្រើប្រាស់យូរមកហើយឥឡូវនេះដោយសារ account Facebook មួយហ្នឹងមានfriend ច្រើនបានស្គាល់នៅ account មួយហ្នឹងដូច្នេះយើងចង់ធ្វើការទាញដើម្បីយកមកប្រើប្រាស់ជាការធម្មតាដូចដើមវិញអញ្ចឹងយើងមានវិធីសាស្ត្ររបស់យើងបាទអញ្ចឹងសម្រាប់បងប្អូនខ្លះដែលគាត់អត់ដឹងពីវិធីសាស្ត្រនេះបងប្អូនអាចទស្សនានៅ clip វីដេអូមួយនេះគឺបងប្អូននឹងចេះពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញបាទអញ្ចឹងជាដំបូងបងប្អូនត្រូវចូលមកកាន់ Facebook របស់យើងសិនបាទយើងចូលមកកាន់ Facebook ដើមរបស់យើងហ្នឹងគេហៅថា original ហ្នឹងបាទបងប្អូនចូលមកហើយយើងត្រូវវាយឈ្មោះ account Facebook ចាស់របស់យើងហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបង្កើតនៅ account Facebook គឺបងប្អូនតែងតែ
ដាក់ឈ្មោះគឺគ្រប់ account Facebook ទាំងអស់ដែលបង្កើតហើយគឺត្រូវតែដាក់ឈ្មោះជាពិសេសគឺឈ្មោះរបស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនភ្លេចទេបាទគឺឈ្មោះរបស់យើងនោះអញ្ចឹងបងប្អូនក៏លេខមកផ្នែកខាងលើគឺមានកន្លែងឲ្យយើង search បាទអញ្ចឹងបងប្អូនคลิกមកលើអារង្វង់មូលខ្មៅហ្នឹងមកបងប្អូនអាច search ឈ្មោះឧទាហរណ៍ថាឈ្មោះបងប្អូនឈ្មោះអីបងប្អូនអាចវាយឈ្មោះនឹងមកបាទអញ្ចឹង account ដែលខ្ញុំចង់ទាញយកមកប្រើប្រាស់វិញនោះបាទគឺមានឈ្មោះវុទ្ធរក្សាបាទអញ្ចឹងខ្ញុំនឹងធ្វើការ search បាទអញ្ចឹងនៅពេលដែលយើងធ្វើការ search គឺវាload មកឲ្យយើងចឹងបាទនឹង load មកអញ្ចឹងយើងអាចចុចមកលើនេះផ្ទាំងពណ៌ខៀវនេះមានន័យថាយើង search មិនថាច្រាវជ្រាវឬក៏ឆែកឆេរឬមើលនៅ account ចាស់របស់យើងនោះតើវានៅប្រើប្រាស់បានដែរឬទេបាទប្រសិនបើជា account នឹងនៅប្រើប្រាស់បានគឺក្រុមហ៊ុន Facebook គេអត់បានblock account របស់យើងចោលទេយើងអាចទាញយកមកប្រើប្រាស់ដូចដើមវិញបានបាទឥឡូវវាបាន load ឲ្យហើយយើងចុចកន្លែង search របស់យើងនឹងមកបាទនៅផ្ទាំងខាងក្រោមហ្នឹងបាទអញ្ចឹងនេះជា account Facebook ចាស់ដែលយើងចង់ទាញយកមកប្រើប្រាស់ដូចដើមវិញបាទគឺជាបញ្ហាមួយសម្រាប់ខ្លួនយើងដែលយើងអត់ដឹងហើយយើងចង់ឆែកឆេរចង់ទាញយកមកប្រើប្រាស់លេងធម្មតាវិញបាទអញ្ចឹង account ហ្នឹងគឺយើងបានភ្លេចនៅemail ក៏ដូចជា password បាទហើយយើងបានភ្ជាប់ជាមួយនឹងលេខទូរស័ព្ទនោះលេខទូរស័ព្ទមួយហ្នឹងក៏យើងបានឈប់ប្រើប្រាស់ទៅទៀតបាទតោះឥឡូវដើម្បីយើងទាញយកមកបានយើងត្រូវធ្វើយ៉ាងដូចម្ដេចបាទអញ្ចឹងបងប្អូនត្រូវតាមដានទស្សនាទាំងអស់គ្នាឥឡូវយើងចុចលើសញ្ញាព្រួយនេះសិនមកបាទចុចលើសញ្ញាព្រួយអញ្ចឹងយើងថយសិនបាទយើងចាក់ចេញពីកម្មវិធី Facebook មួយនឹងសិនបាទអញ្ចឹងដើម្បីទាញយកនៅ account Facebook នោះបានយើងត្រូវតែមានកម្មវិធីមួយគឺគេហៅថាកម្មវិធី Chrome នេះបាទអញ្ចឹងយើងចូលមកកម្មវិធីហ្នឹងមកបងប្អូនអាចចូលមកអញ្ចឹងចូលហើយបងប្អូនអាចវាយពាក្យថា Facebook បាទយើង search មកយើង search ពាក្យថា Facebook បាទឥឡូវខ្ញុំ search អញ្ចឹងគឺវា load មកឲ្យហើយគឺ facebook.com បាទអញ្ចឹងបងប្អូនចុចមកលើសញ្ញាព្រួយផ្នែកខាងក្រោមនេះបាទបងប្អូនคลิกមកលើសញ្ញាព្រួយហ្នឹងមកដើម្បីយើងទៅ share រកមើលនៅ account ចាស់របស់យើងអញ្ចឹងមកដល់ចំណុចនេះបាទអញ្ចឹងគេឲ្យយើង log in ដើម្បីចូលទៅ account Facebook ឥឡូវខ្ញុំចុចយកលេខសញ្ញាបូកនឹងមួយសិនបាទ log into an other account ខ្ញុំคลิกមកលើនឹងមួយសិនមកអញ្ចឹងយើង log ចូលអត់កើតទេមែនទេបងប្អូនបាទដោយសារយើងភ្លេចលេខទូរស័ព្ទក៏ដូចជាការភ្លេច password ហើយនិង email អញ្ចឹងយើងភ្លេចទាំងអស់តែម្ដងបាទអញ្ចឹងគេឲ្យយើងដាក់លេខទូរស័ព្ទប៉ុន្តែលេខទូរស័ព្ទហ្នឹងយើងបានជប់ប្រើហើយព្រមទាំងគេឲ្យយើងដាក់password ក៏យើងបានភ្លេចអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងបងប្អូនមកយកពាក្យ forgot password នេះបាទអញ្ចឹងបងប្អូនស្វែងរកពាក្យណាឃើញមក forgot password អញ្ចឹងយើងคลิกបន្ទាប់ពីបងប្អូនคลิกរួចរាល់គឺវាចូលមកចំណុចដូចដើមមិញដែរបាទអញ្ចឹងដោយសារគឺឲ្យយើង log in តែយើងចង់ដឹងមើលតើយើងអាច log in បានទេអញ្ចឹងយើង log in អត់បានទេដោយសារយើងភ្លេចលេខទូរស័ព្ទនិងភ្លេច email និងភ្លេច password អស់ហើយអញ្ចឹងយើងមានតែយកពាក្យថា find your account នេះបាទមានតែស្វែងរកនៅ account របស់យើងសិនអញ្ចឹងបងប្អូនคลิกលើពាក្យថា find your account បាទ
អញ្ចឹងនៅពេលដែលយើង click ទៅលើពាក្យហ្នឹងរួចរាល់ហើយវាឲ្យយើងវាយលេខទូរស័ព្ទទៀតតែយើងវាយទូរស័ព្ទលេខទូរស័ព្ទហ្នឹងយ៉ាងម៉េចបើលេខទូរស័ព្ទហ្នឹងយើងឈប់ប្រើប្រាស់ហើយហ្នឹងហើយយើងក៏ភ្លេចទៀតបាទឧទាហរណ៍ថាយើងអត់លែងប្រើហើយជាមួយនឹង account Facebook ហ្នឹងនោះអញ្ចឹងវាមានវិធីសាស្ត្រមួយទៀតបងប្អូនក៏លេខមើលខាងក្រោមបន្តិចមកមានពាក្យថា search by your email or name instead មានន័យថាយើងអាចដាក់ email ជំនួសឬក៏ឈ្មោះវិញបាទអញ្ចឹងយើងคลิกមកលើអក្សរដែលមានពណ៌ខៀវហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីយើងคลิกរួចរាល់វាឲ្យយើងវា email ឬក៏ឈ្មោះពេញអញ្ចឹង email ហ្នឹងក៏យើងភ្លេចទៀតយើងអត់អាចវាបញ្ចូលបានទេមែនទេបងប្អូនប៉ុន្តែជាទូទៅគ្រប់ account Facebook ទាំងអស់នៅពេលដែលបងប្អូនធ្វើការបង្កើតគឺបងប្អូនតែងតែដាក់ឈ្មោះផ្ទាល់បាទអញ្ចឹងឈ្មោះហ្នឹងគឺបងប្អូនមិនអាចភ្លេចទេដោយសារឈ្មោះរបស់យើងអញ្ចឹងយើងវាឈ្មោះរបស់យើងចូលមកបាទវាឈ្មោះរបស់យើងហ្នឹងនៅពេលដែលយើងបង្កើត account Facebook មួយយើងនឹងដាក់ឈ្មោះក៏ដូចជាដាក់លេខទូរស័ព្ទឬក៏ភ្ជាប់ជាមួយនឹង email ប៉ុន្តែយើងបានភ្លេចទាំងអស់ប៉ុន្តែយើងនៅចាំឈ្មោះរបស់យើងអញ្ចឹងយើងវាឈ្មោះរបស់យើងចូលមកបាទឡើងហ្នឹងបាទយើងវាឈ្មោះរបស់យើងបញ្ចូលបាទហើយខ្ញុំវាឈ្មោះបាទបន្ទាប់ពីខ្ញុំបានវាឈ្មោះនៅ account Facebook ចាស់របស់ខ្ញុំនេះរួចរាល់ហើយយើងចុចមកលើពាក្យ search បាទចុចលើពាក្យ search ជាបន្តទៀតមកបាទអញ្ចឹងវានឹង load ដែរ account ចាស់របស់យើងដែលមានឈ្មោះហ្នឹងមានបង្កើតប្រមាណដងគឺវា load ចំនួន account ហ្នឹងមកឲ្យតែម្ដងបាទអញ្ចឹងឧទាហរណ៍ថា account ហ្នឹងវាមាន 3 4ហើយមានឈ្មោះដូចគ្នាអញ្ចឹងគឺវា load នៅក្នុងទាំងអស់ឬក៏មានគេដែលឈ្មោះដូចយើងក៏វា load មកដែរបាទអញ្ចឹងដើម្បីទាញយកនៅ account នោះមកប្រើប្រាស់វិញបាទបងប្អូនត្រូវคลิกមកលើ account មួយណាដែលយើងចង់បានអញ្ចឹងខ្ញុំចង់បាន account មួយនេះបាទខ្ញុំចង់បាន account មួយនេះខ្ញុំคลิกឥឡូវម្ដងនេះគេឲ្យយើងដាក់ password ទៀតហើយចុះ password ហ្នឹងក៏យើងភ្លេចទៀតបាទយើងមិនអាចវាបញ្ចូលបានដែរដោយសារយើងភ្លេចអញ្ចឹងដើម្បីទៅធ្វើការទាញ account Facebook ចាស់របស់យើងនឹងបាននឹងប្រើប្រាស់លេងជាការធម្មតាវិញបងប្អូនមកយកពាក្យថា try another way នេះបាទអញ្ចឹងយើងคลิกមកលើពាក្យហ្នឹងមកបាទអញ្ចឹង account របស់យើងមួយនេះគឺយើងបានភ្ជាប់ជាមួយនឹងលេខទូរស័ព្ទភ្ជាប់ជាមួយនឹង Gmail បាទអញ្ចឹងជាទូទៅបងប្អូនដែលបានបង្កើត account Facebook មួយគឺតែងតែភ្ជាប់នឹងឈ្មោះនិងលេខទូរស័ព្ទនិងជាមួយនឹង Gmail តែអ្នកខ្លះគាត់បង្កើតភ្ជាប់ជាមួយតែលេខទូរស័ព្ទទេតែចៃដន្យលេខទូរស័ព្ទហ្នឹងយើងបានឈប់ប្រើប្រាស់ហើយយើងក៏បានភ្លេចនឹង password ដែរហើយនឹង email តែនៅពេលនេះយើងបានទាញយកលេខទូរស័ព្ទហើយនឹង password សំទោសហើយនឹង email បានហើយប៉ុន្តែយើងអត់ដឹងថា email មួយហ្នឹងវានៅណាទេដោយសារយើងបានឈប់ប្រើប្រាស់វាយូរហើយបាទអញ្ចឹងដើម្បីឆែករកមើល email នេះអញ្ចឹងលេខខាងលើគឺលេខទូរស័ព្ទហើយបាទនេះវាដាក់ថា send code y SMS នេះមានន័យថាគេនឹងផ្ញើលេខកូដមកកាន់លេខទូរស័ព្ទរបស់យើងហ្នឹងបាទតាមសារ SMS ហ្នឹងប៉ុន្តែយើងឈប់ប្រើប្រាស់ហើយលេខមួយហ្នឹងអញ្ចឹងយើងចង់ឲ្យផ្ញើមកតាម email នេះតែ email ហ្នឹងក៏យើងបានភ្លេចទៀតតើយើងធ្វើយ៉ាងម៉េចអញ្ចឹងមានតែយើងទៅស្វែងរក email មួយហ្នឹងឯងដើម្បីឲ្យគេផ្ញើមកកាន់លេខទូរស័ព្ទមួយហ្នឹងសំទោសឲ្យផ្ញើមក email មួយហ្នឹងតោះឥឡូវយើងគ្រីសនេះនៅរង្វង់មូលនេះបាទយើងគ្រីសមកបាទបន្ទាប់ទៀតបងប្អូនត្រូវចុចពាក្យថា continue នេះតែឥឡូវយើងចាក់ចេញពីកម្មវិធីនឹងសិនបាទហើយយើងចូលមក
ស្វែងរកនៅ email មួយនេះសិនបាទដែលមានអក្សរ S ហើយនឹងលេខមួយចុងនេះបាទអញ្ចឹងដើម្បីយើងស្វែងរកនៅ email នឹងបានបាទឥឡូវយើងធ្វើការចាក់ចេញសិនបាទអញ្ចឹងយើងធ្វើការចូលមកកាន់ email នេះឥឡូវខ្ញុំបិទចោលសិនអញ្ចឹងជាទូទៅគឺបងប្អូនតែងតែមានកម្មវិធី Gmail នេះដែរបាទអញ្ចឹងយើងចូលមកឥឡូវយើងចូលមកយើងត្រូវស្វែងរក Gmail ដែលយើងចង់ឲ្យក្រុមហ៊ុន Facebook នោះផ្ញើលេខកូដមកកាន់ email មួយហ្នឹងបាទតើឥឡូវនេះបងប្អូនឃើញអក្សរ K នេះបាទអញ្ចឹងមានន័យថានៅក្នុង email ហ្នឹងគឺវាមាន Gmail ហ្នឹងហើយបាទយើងคลิกមកអញ្ចឹងនេះប្រហែលជា Gmail មួយហ្នឹងហើយបាទនេះគឺជាឈ្មោះហ្នឹងហើយនឹងនេះលេខមួយចុងនេះហើយនឹងដើមគឺ SOS ហ្នឹងឯងអញ្ចឹងយើងមានបាទយើងមានហើយយើងមាន email ឥឡូវយើងធ្វើការចាក់ចេញហើយយើងនឹងចូលមកកាន់នៅកម្មវិធី Chrome របស់យើងដដែលមកបាទយើងចូលមកវិញនេះឥឡូវយើងចូលបាទយើងចូលមកធម្មតាបន្ទាប់ទៀតបងប្អូនចុចទៅលើពាក្យ nick បាទចុចទៅលើពាក្យ nick មកបន្ទាប់ទៀតក្រុមហ៊ុន Facebook គេនឹងផ្ញើលេខកូដមកឲ្យយើងដែលមានលេខ6ខ្ទង់ហើយបន្ទាប់ទៀតបងប្អូនវាចូលទៅចាំបងប្អូនរងចាំតិចសិនអញ្ចឹងប្រហែលជាពី3នាទីដែរក្រុមហ៊ុន Facebook គេនឹងធ្វើការផ្សាយលេខកូដមកឲ្យយើងដើម្បីវាចូលបាទឥឡូវយើងអូសជាមួយមកយើងមើលតើវាបានផ្សាយមកហើយឬនៅបាទអញ្ចឹងអត់ទាន់ផ្សាយទេជាងផ្ទះខ្ញុំតែគាត់នោះបាទឥឡូវយើងបាទចាក់ចេញសិនមកបាទឥឡូវយើងចូលមកកាន់កម្មវិធីរបស់យើងវិញបាទចូលមក Gmail លើកដៃហ្នឹងសង្កេតអត់ទាន់ផ្ញើមកទេដល់បងប្អូនរកចាំតិចសិនបាទបន្ទាប់ពីយើងបានចូលមកដល់ Gmail របស់យើងហ្នឹងគឺវាបានផ្ញើមកហើយនេះបាទអញ្ចឹងយើងរងចាំបន្តិចគឺវាបានផ្ញើលេខកូដរបស់យើងដែលមានលេខ6ខ្ទង់ហ្នឹងអញ្ចឹងបងប្អូនអាចកត់មកលេខកូដហ្នឹងហើយយើងយកទៅវាយនៅក្នុងaccount របស់យើងហ្នឹងទៅបាទឥឡូវវាមានលេខបាទ52 86 79បាទអញ្ចឹងបងប្អូនកត់ទៅបាទនេះគឺជាលេខកូដដែលវាបានផ្សាយមកកាន់នៅ Gmail មួយហ្នឹងបាទតោះឥឡូវយើងចាក់ចេញសិនយើងចូលមកកម្មវិធីរបស់យើងវិញគឺយើងคลิกមកអញ្ចឹងយើងវាចូលមកបងប្អូនបាទអញ្ចឹងលេខកូដអំបញ្ញមិញលេខប៉ុន្មានមានលេខ52មានលេខ86និង79បន្ទាប់ពីបងប្អូនវាយកូដនឹងរួចរាល់ហើយបងប្អូនចុចពាក្យ continue ជាបន្តទៀតបាទអញ្ចឹងយើងចុចមកចំទៅហើយអញ្ចឹងវាឲ្យយើងជ្រើសរើស password ថ្មីឬក៏បង្កើត password ថ្មីហើយកន្លែងហ្នឹងណានេះអញ្ចឹងយើងនឹងវាយនៅ password ថ្មីហើយបន្ទាប់ពីបងប្អូនវាយ password ថ្មីហើយវានឹងដំណើរការជាការធម្មតាឲ្យយើងលេខដើមវិញបាទ Facebook ហ្នឹងគឺយើងអាចយកមកប្រើប្រាស់វិញហើយបាទឥឡូវខ្ញុំវាយនៅ password ចូលសិនបាទហើយបងប្អូនក៏មិនត្រូវឲ្យអ្នកដទៃដឹងនៅលេខកូដ password ហ្នឹងដែរបាទ
គឺយើងត្រូវធ្វើការលាក់អ្នកដទៃបាទតោះឥឡូវយើងធ្វើការវាយនៅ password បញ្ចូលរបស់យើងថ្មីនឹងមកបាទឥឡូវយើងធ្វើការ add friend ណាខ្ញុំ add 4-5 នាក់មកបាទតទៅទៀតយើងចុច skip មកតទៅយើង add ដូចរាល់អត់ទេយើងអត់ភ្ជាប់ជាមួយនឹង email ទេយើងមិនបន្ថែមទេគឺថាយើងបន្ថែម email ទេបាទយើងមិនបន្ថែមទេចុចលើពាក្យ skip ជាបន្តទៀតបាទឥឡូវយើងបានទាញនៅ account Facebook របស់យើងនេះបាន 100% ហើយបាទនេះជាវិធីទាញយកនៅ account Facebook ចាស់ៗយកមកប្រើប្រាស់ជាការធម្មតាដូចដើមវិញដែលយើងភ្លេចនៅ email ភ្លេចនៅ password និងភ្លេចនឹងលេខទូរស័ព្ទបាទអញ្ចឹងយើងអាចយកមកប្រើប្រាស់ធម្មតាដូចដើមវិញហើយបាទគឺបាន 100% បាទអញ្ចឹងនៅក្នុង clip វីដេអូមួយនេះគឺបានចែកម្លែកទៅកាន់បងប្អូននៅចំណេះដឹងមួយនេះបាទតែប៉ុណ្្នឹងទេហើយបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានបាទអញ្ចឹងយើងនឹងជួបគ្នានៅវគ្គបន្តទៀតបាទសូមអរគុណវិលត្រឡប់មកជួបគ្នាវិញហើយបាទយ៉ាងម៉េចដែរបន្ទាប់ពីបងប្អូនបានទស្សនានៅ clip វីដេអូរបស់ខ្ញុំមួយនេះបាទខ្ញុំសង្ឃឹមថាបងប្អូននឹងអាចដឹងបាទពីរបៀបទាញយក account នៅ Facebook ចាស់ៗយកមកប្រើប្រាស់វិញបានដូចដើមបាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើតាមវិធីដែលខ្ញុំបានធ្វើជា clip វីដេអូនេះចែកម្លែកទៅកាន់បងប្អូនទៅគឺបងប្អូននឹងចេះពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញហើយបាទមិនចាំបាច់តលតែយើងនឹងចាំ password ឬក៏ចាំ Gmail នោះទេហើយលេខទូរស័ព្ទក៏យើងបានឈប់ប្រើដែរលេខទូរស័ព្ទមួយនឹងនោះអញ្ចឹងក៏យើងអាចធ្វើការទាញយកមកប្រើប្រាស់វិញបានដូចដើមដែរបាទឲ្យតែក្រុមហ៊ុន Facebook គេមិន block ហើយគេនៅ support នៅ account Facebook របស់យើងណាបាទអញ្ចឹងគឺយើងអាចទាញយកមកប្រើប្រាស់ដូចតាមហើយបាទសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានជួយគ្រប់គ្រងនៅរាល់គ្រប់ clip វីដេអូរបស់ខ្ញុំទាំងអស់បាទហើយខ្ញុំនឹងខិតខំយកមេរៀនថ្មីៗដើម្បីមកចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាជាបន្តទៀតបាទសូមអរគុណ